ជំរាបសួរដល់ពុកម៉ែបងប្អូនជាទីរាប់អានផងដែរបាទថ្ងៃនេះគឺខ្ញុំមានវីដេអូមួយបាទទាក់ទងនឹងការធ្វើ design ប្លង់ផ្ទះបងប្អូនណាបាទហើយផ្ទះនេះគឺជាផ្ទះមួយផ្ទះកពើហាទេបងប្អូនណាបាទអញ្ចឹងបើសិនជាស្រឡាញ់ជួយចិត្តបាទវីដេអូរបស់ខ្ញុំបាទជួយចុច subscribe បាទម្នាក់មួយផងបាទជួយ like ម្នាក់មួយផងបងប្អូនណាហើយបាទខ្ញុំនឹងធ្វើវីដេអូជាចំណេះដឹងសម្រាប់ពុកម៉ែបងប្អូននៅថ្ងៃក្រោយទៀតពីមួយផ្ទះបាទប្លែកបាទល្បីជូនដល់បងប្អូនទាំងអស់គ្នាបាទដូចជាក្រុមជាងគ្នាយើងបាទអញ្ចឹងថ្ងៃនេះយើងចូលក្នុងវីដេអូវិញបាទហើយនេះគឺជាកន្លែងដែលប្លង់ផ្ទះ design បងប្អូនណាបាទ design ដោយសារតែផ្ទះនេះវាមានទំហំរឿងតូចដែរបងប្អូនណាបាទទំហំគឺ6 x 12បងប្អូនណាបាទ6 x 12បាទទទឹងនេះប្រខាំងនេះគឺ6បងប្អូនណាបាទអញ្ចឹងមកផ្ទះនេះគឺបាទរងដាគឺនៅចំកន្លែងនេះបងប្អូនណាបាទរងដាខាងមុខបាទបន្ទប់យើងលានទៅមុខខាង4ម៉ែត្រទៀតបងប្អូនណាបាទ4ម៉ែត្រទៀតអញ្ចឹងបន្ទប់ទឹកបាទគឺខ្ញុំដាក់ជាលេខអក្សរសម្រាប់ជូនពុកម៉ែបងប្អូនរួចរាល់អញ្ចឹងក្នុង6 x 12នេះបាទខាងនេះគឺចដើបងប្អូនណាបាទចដើ3កាំបន្ទាប់មកគឺយើងល្វែង4ម៉ែត្របងប្អូនណាបានដល់កន្លែងរងដាខាងមុខរបស់យើងមានទ្វារ2បាទមានទ្វារបិទបើក2ខាងនេះបន្ទប់បាទខាងនេះបន្ទប់4 x 3ម៉ែត្របងប្អូនណាបាទហើយបន្ទាប់មកគឺយើងបន្ទប់កដាលរបស់យើងបន្ទប់កដាលរបស់យើងគឺបន្ទប់ទឹកបងប្អូនណាបាទ2ម៉ែត្រ x 2ម៉ែត្រដូចខ្ញុំគូប្លង់អញ្ចឹងបងប្អូនណាបាទអញ្ចឹងនៅក្នុងនេះគឺបន្ទប់ទឹករបស់យើងគឺនៅចំកណ្ដាលបាទចំកណ្ដាលទូផ្ទះ2ម៉ែត្រ x 2ម៉ែត្របាទបន្ទាប់មកគឺយើងដកចេញពីបន្ទប់ទឹកមកគឺបន្ទប់គេងបាទបន្ទប់គេងគឺខាងក្រោយនេះគឺរៀងតូចបន្តិចបងប្អូនណាបាទ3ម៉ែត្រ x 3ម៉ែត្របាទបន្ទាប់មកគឺផ្ទះបាយបងប្អូនណាបាទផ្ទះបាយគឺ3ម៉ែត្រ x 3ម៉ែត្រដូចគ្នាបងប្អូនណាបាទអញ្ចឹងបន្ទាប់មកបាទគឺយើងមានទ្វារក្រោយមួយសម្រាប់ចេញទៅក្រោយបងប្អូនណាបាទចេញទៅក្រោយយើងចេញកន្លែងផ្ទះបាយរបស់យើងនឹងឯងបាទវាបាំងនៅកន្លែងបន្ទប់បាទបន្ទប់គេងរបស់យើងគឺមើលពីមុខមកគឺអត់ឃើញទ្វារក្រោយទេបងប្អូនប៉ុន្តែនៅកន្លែងដែលយើងត្រូវចេញពីមុខមកបាទបន្ទាប់ពីរងដាខាងមុខយើងមានទ្វារបិទបើក2បើកចូលមកក្នុងមានកន្លែងទទួលភ្ញៀវដែលខ្ញុំ design ផ្ទាល់បាទកន្លែងទទួលភ្ញៀវមានកន្លែងតុសាឡុងអង្គុយយើងប្រាជ្ញគ្នាបាទទទួលភ្ញៀវនៅចំកន្លែងហ្នឹងឯងបងប្អូនណាបាទអញ្ចឹងកន្លែងដែលទ្វារបាទដែលខ្ញុំគូក្រហមនេះគឺជាទ្វារបិទបើកចូលបងប្អូនណាបាទបិទបើកចូលបន្ទប់បាទហើយខាងនេះក៏ដូចគ្នាដែរបាទគឺបិទបើកយើងចូលក្នុងបន្ទប់ដូចគ្នាបងប្អូនណាបាទអញ្ចឹងទ្វារគឺយើងបិទ100ជាងបាទយើងបិទ100ជាងខាងឆ្វេងទាំងអស់បងប្អូនណាបាទខាងនេះគឺយើងបិទ100ខាងនេះហើយខាងនេះដូចគ្នានេះគឺបិទ100ខាងនេះបងប្អូនណាបាទអញ្ចឹងបន្ទប់ទឹកនេះគឺយើងបំពាក់នៅក្នុងនឹងទាំងអស់បងប្អូនណាបាទ2ម៉ែត្របាទយើងគុណ2ម៉ែត្រមកបាទបន្ទប់ទឹកមួយបាទនៅខាងមុខគឺបន្ទប់បាទបន្ទប់គេងពេលនៅខាងមុខនេះបន្ទប់ទលាយបងប្អូនណាបាទ4ម៉ែត្រគុណនឹង3ម៉ែត្របងប្អូនណាបាទហើយនៅកន្លែងក្រហមដែលខ្ញុំរកគូសនេះអានេះគឺជាបង្អួចទេបងប្អូនណាបាទខាងមុខយើងមានបង្អួច2បាទខាងមុខ1បាទជាហៀងខាងនេះ1អញ្ចឹងបន្ទប់ទឹកគឺយើងអត់ប្រើបង្អួចទេបាទយើងប្រើជាកញ្ចក់ពន្លឺបាទដោយសារតែខ្ញុំបាន design សរសេរផ្ទាល់នៅក្នុងហ្នឹងទេបាទភាគច្រើនគឺច្រើនមានពន្លឺនៅក្នុងហ្នឹងហើយបងប្អូនណាបាទកុំឲ្យវាល្ងិតហើយបន្ទប់គេងរបស់យើងគឺសិតតែមានកញ្ចក់ពន្លឺដូចតែគ្នាទេបងប្អូនដោយសារតែខ្ញុំអត់សេទេប៉ុន្តែនៅចំខាងក្រោយនេះបាទគឺយើងមានកញ្ចក់បាទប្អួចមួយហើយនៅកន្លែងទទួលភ្ញៀវនេះបងប្អូនបាទនៅកន្លែងទទួលភ្ញៀវក៏យើងមានកញ្ចក់មួយដែរបងប្អូនណាបាទយើងមានកញ្ចក់ដែរដោយសារតែទំហំរបស់យើងទូផ្ទះហ្នឹងគឺវាល្មមសមរម្យអាចរស់នៅបានហើយមានបន្ទប់ទឹកនៅក្នុងហ្នឹងមួយបន្ទប់គេង2បាទហើយនឹងផ្ទះបាយមួយ3ម៉ែត្រគុណនឹង3ម៉ែត្រទ្វារក្រោយគឺយើងចេញមកក្រោយតាមធម្មតាដើម្បីយើងបោកខោអាវបាទយើងហាលខោអាវហើយគឺយើងមកហាលនៅខាងក្រោយផ្ទះបងប្អូនណាបាទអញ្ចឹង design នេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនដោយសារតែវីដេអូនេះគឺវាមានខ្លីដែរសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនថ្ងៃក្រោយបើសិនជាបងប្អូនចង់ធ្វើផ្ទះបាទបងប្អូនមើលទៅតាមក្នុងប្លង់នេះខ្ញុំទៅស្អាតមិនស្អាតអានោះគឺជារឿងទឹកចិត្តរបស់បងប្អូនដែរស្រឡាញ់ឬក៏មិនស្រឡាញ់អីបាទឬអធិស្ឋានផងបាទស្រឡាញ់ឬមិនស្រឡាញ់នៅលើគំនិតរបស់បងប្អូនទេហើយថ្ងៃក្រោយគឺខ្ញុំនៅនឹង design ផ្ទាល់បាទសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូន
ដែលទស្សនាការឆ្លាញ់វីដេអូរបស់ខ្ញុំបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនបាទបាយបាយបាទជួបគ្នានៅវីដេអូក្រោយ